សូមជូនរឿងនាងធ្មប់ភាគ2ដោយស្អែកត្រូវចូលព្រៃតែផលនឹងមិត្តភ័ក្តិមិនបានរៀបចំអីវ៉ាន់អីច្រើនទេដោយពួកគេមិននៅទីផ្លូវពេលព្រឹកចូលមកដល់ជីនក៏បានមកចូលរួមជាមួយពួកគេដែរសាន់សួរមិនហើយជីនដូចចិត្តហើយមែនស្មានតែជីនឯងអត់ទៅដៃគូដៃកង់ជីនតបបានហើយគ្នាមិនចង់ឲ្យពួកឯងទៅតែគ្នា4នាក់ទេតោះជុំគ្នាហើយឆាប់ចេញដំណើរពួកគេចេញដំណើរទាំងថ្ងៃមិនទាន់រះដោយដើរប្រហែល2ម៉ោងទើបទៅដល់ទីតាំងពួកគេចាប់ផ្ដើមបេះថ្នាំមុនបន្ទាប់ពីបាយថ្ងៃត្រង់រួចទើបចាប់ផ្ដើមបេះផ្លែឈើដោយលើកនេះពួកគេមិនបានបំបែកគ្នាជាក្រុមនោះទេគ្រាន់តែបាយថ្ងៃត្រង់រួចពួកគេមិនហ៊ានសម្រាកគឺនាំគ្នាបេះផ្លែឈើតែម្ដងបេះមិនទាន់បានប៉ុន្មានផងមេឃក៏ចាប់ផ្ដើមងងឹតខ្យល់យ៉ាងខ្លាំងពួកគេមើលមុខគ្នានប់សួរគិតមិនពួកយើងជីនប្រាប់តោះចេញពីព្រៃតែនប់ប្រកែកតែពួកយើងបេះផ្លែឈើមិនទាន់បានច្រើនទេជីនកាន់តែទឿនដោយនិយាយបែបមើងម៉ាត់តោះគ្នាអត់និយាយលេងទេពេលនោះគ្រប់គ្នាក៏ស្ដាប់តាមរួចក៏នាំគ្នាដើរចេញទៅដំបូងសាន់អ្នកនាំមុខតែដើរបានបន្តិចមេឃក៏ចាប់ផ្ដើមភ្លៀងពេលនោះដោយសារពួកគេក៏នៅជិតខ្ទមក៏ប្រាប់គ្នាពួកយើងមានតែចូលជ្រកនៅខ្ទមសិនមិនអាចទៅទាំងបែបនេះបានទេពេលចូលទៅដល់ក្នុងខ្ទមពួកគេសង្កេតឃើញថាដូចជាមានអ្នកស្នាក់នៅទីនេះដោយសារខ្ទមត្រូវបានជូតសម្អាតនិងរៀបចំមានសណ្ដាប់ធ្នាប់ពួកគេចាប់ផ្ដើមមើលមកគ្នាតែមិនអាចចេញទៅណាបានក៏ចូលស្នាក់នៅក្នុងខ្ទមភ្លៀងកាន់តែខ្លាំងចំណែកខ្យល់វិញបក់បោកដើមឈើយល់ទៅយល់មកដើមឈើខ្លះបាក់លឺសូរប្រាវគ្រប់គ្នាចាប់ផ្ដើមបារម្ភព្រោះពួកគេមិនបានយកស្បៀងមកច្រើនទេនុកបាននិយាយមើលទៅភ្លៀងមិនដឹងរាំងឬអត់តម្រាំរាំងប្រហែលល្ងាចបាត់ទៅហើយពួកយើងគួរធ្វើយ៉ាងម៉េចទៅផលបានលើកឡើងបើយើងទៅវិញមិនទាន់មានតែសម្រាប់នៅទីនេះសុកចិត្តដេកអត់បាយមួយយប់ក៏មិនអីដែរពួកគេម្នាក់អង្គុយធ្វើមុខជូររៀងខ្លួនពេលនោះស្រាប់តែឮសំឡេងដើរនៅខាងក្រៅពួកគេឆ្ងល់ណាស់បើភ្លៀងខ្លាំងម្លឹងហេតុអីនៅអាចស្ដាប់ឮកំពុងតែផ្ទៀងត្រចៀកស្ដាប់ស្រាប់តែឮសំឡេងយាយចាស់ម្នាក់ចៅអើយឲ្យយាយចូលក្នុងផងយាយរងាណាស់ពួកគេដឹងច្បាស់ណាស់ថានៅក្នុងព្រៃបែបនេះមានយាយចាស់មកពីណាហើយនេះមេឃភ្លៀងខ្លាំងម្លឹងមិនបានស្ដាប់ឮច្បាស់ម្លេះយាយស្រែកហៅដោយសំឡេងយ៉ាងគួរឲ្យអាណិតពួកគេនាំគ្នាលបមូលឃើញថាយាយម្នាក់នោះមានរូបរាងគួរឲ្យខ្លាចខ្លាំងណាស់ពួកគេនាំគ្នាភ័យស្លាន់ស្នោនប់លើកឡើងថាយើងគួរធ្វើយ៉ាងម៉េចតិចលោយាយឡើងមកខ្ទមហើយតែជីនបានប្រាប់ថានៅឲ្យស្ងៀមគ្រប់គ្នាមិនត្រូវចុះពីខ្ទមនេះជាដាច់ខាតយាយម្នាក់នេះគាត់មិនអាចឡើងមកបានទេបើឡើងមកបានគាត់មិនឈរស្រែកហៅឡើយផលមើលមុខជីនមកដល់ថ្ងៃនឹងជីនមើងម៉ាត់ម្លេះគ្រប់គ្នាធ្វើតាមជីនដោយមិននិយាយអ្វីទាំងអស់នៅពេលនោះយាយចាស់ដែលនៅឈរខាងក្រៅដំបងស្រែកហៅដោយសំឡេងរងំបន្ទាប់ពីពួកគេមិនឆ្លើយតបយាយចាស់ម្នាក់នោះបានស្រែកខ្លាំងបើពួកឯងមិនឲ្យយើងចូលទេកុំសង្ឃឹមថាមានជីវិតទៅវិញឲ្យសោះបន្ទាប់មកស្ត្រីចំណាស់បានស្រែកហៅដោយសំឡេងកាន់តែគួរឲ្យខ្លាចគ្រប់គ្នាបានត្រឹមនៅស្ងៀមពេលនោះស្រាប់តែឮសំឡេងម្ដាយរបស់នប់កូនតោះទៅផ្ទះយើងវិញគ្រាន់តែនប់ឮភ្លាមក៏ប្រញាប់ដើរចេញក្រៅឈានបាន2-3ជំហានជីនចាប់ដៃជាប់អត់ឲ្យទៅទេតែមើលទៅនប់ត្រូវបានគេអន្តងទោះបីជីនហាមយ៉ាងណាតែគេមិនបានចាប់អារម្មណ៍ទេគិតថាពីដើរចេញទៅពេលនោះឃើញសភាពមិនស្រួលផលដែលមានខ្សែកព្រះជាប់ជាមួយបានយកខ្សែកទៅឲ្យនប់ពាក់គ្រាន់តែបានពាក់ខ្សែកភ្លាមនប់ក៏សន្លប់បាត់ទៅគ្រប់គ្នារឹតតែភ័យពេលនោះក៏បានឮសំឡេងពូសែងអាដែងគ្រប់គ្នាមិនបានតបនោះទេនាំគ្នាមើលមុខគ្នារឹតតែភ័យពេលនោះពូសែងស្រែកហៅម្ដងទៀតអាដែងបើកទ្វារឲ្យពូផងពួកគេក៏លោកមើលគឺឃើញថាពិតជាពូសែងមែនពូសែងក៏ស្រែកម្ដងទៀតឲ្យលឺឡើងត្រជាក់ណាស់ពួកគេបានបើកទ្វារតែយកខ្សែកព្រះដែលបានពាក់ឲ្យនប់មកចន្លោពូសែងព្រោះគិតថាពូសែងគឺជាខ្មោចពេលពូសែងឡើងមកលើខ្ទមគាត់ក៏ស្ដីឲ្យមិនបើកទ្វារឲ្យលឿនតិចមកត្រជាក់សឹងអីពួកគេគ្រាន់តែដឹងថាពូសែងមិនមែនខ្មោចពួកគេសប្បាយចិត្តណាស់ផលសួរហេតុអីពូមកហើយធ្វើមិនដឹងថាពួកខ្ញុំនៅទីនេះពូសែងមិនទាន់ប្រាប់ទេតែគាត់បានបន្ទោសហេតុអីពូហាមិនស្ដាប់នៅលួចមកទាល់តែបានឃើញអត់មានរឿងទាល់តែបានមែន
ពួកគេឈ្ងោកមុខគ្រប់គ្នាហើយសំទោសទៅកាន់ពូសែងផលអ្នកសំទោសមិនគេសំទោសផងពូមកពីខ្ញុំជាដើមហេតុដែលនាំឲ្យទាំងអស់គ្នាមកទីនេះពូសែងសម្លឹងមើលមុខពួកគេរួចក៏ងាកមើលទៅកាន់នប់ដែលកំពុងសន្លប់ពេលនោះពូសែងបានសូត្រគាថារួចយកខ្សែករបស់គាត់ដែលមានរុំដោយកថាទៅឲ្យនប់ពាក់ពេលនោះនប់មិនទាន់ដឹងខ្លួនទេបន្ទាប់មកពូសែងក៏យកទឹកមួយផ្តិលស្លូតផ្លុំសោតផ្លុំ3ដងរួចរលាស់ទឹកដាក់មុខរបស់នប់ពេលនោះនប់ក៏ដឹងខ្លួនឡើងវិញតែគេមិនបានដឹងខ្លួននោះទេពូសែងប្រាប់ថារួចរលាស់ទឹកដាក់មុខរបស់នប់ពេលនោះនប់ក៏បានដឹងខ្លួនឡើងវិញពូសែងបានប្រាប់គាត់មកទីនេះដោយសារយាយរបស់ផលគ្រាន់តែផលចេញមកបានមួយសន្ទុះយាយបានធ្វើដំណើរទៅផ្ទះរបស់គាត់ហើយបានប្រាប់ថាក្រុមរបស់ផលបានចូលព្រៃដែលហាមឃាត់គ្រាន់តែពូសែងដឹងគាត់ក៏ប្រញាប់ចូលព្រៃទៅតាមភ្លាមតែដោយសារនៅតាមផ្លូវគាត់ក៏បានជួបបញ្ហាដែរទើបធ្វើឲ្យគាត់មកដល់រៀងយឺតពេលពូសែងបានប្រាប់ថាយាយដែលមកមុននេះគឺជាយាយធ្មប់បើពូមិនមកទេយប់នេះពួកឯងពិតជាចាប់ហើយគ្រប់គ្នាសួរថាយើងគួរធ្វើយ៉ាងម៉េចទៅពូយើងមិនអាចចេញទៅទាំងយប់បានទេបើពូម្នាក់ឯងមិនអីទេតែយើងមានគ្នាច្រើនពូមិនអាចជួយបានមានតែចាំដល់ព្រឹកចាំត្រឡប់ទៅផ្ទះវិញគ្រប់គ្នាប្រាប់ថាតែពួកខ្ញុំឃ្លានណាស់ពូពេលនោះជីនបានយកអាហារក្រៀមមួយចំនួនចេញមកគ្រប់គ្នាបានសួរមិនជីនឯងយកមកតាមអញ្ចឹងពេលនោះជីនបានប្រាប់គ្នាបានយករឿងដែលពួកយើងចូលព្រៃដែលហាមឃាត់ពុកដឹងថាពេលពួកឯងចូលមកប្រកាសជាមានបញ្ហាដំបូងគ្នាមិនចង់មកទេតែពុកប្រាប់ថាឲ្យមកមិនអីទេដើម្បីជួយដាស់តឿនមិត្តភ័ក្តិព្រោះខ្លួនមានរបស់ល្អដែលអាចជួយក្រុមខ្លួនបានហើយជីនក៏បានត្រៀមអាហារសម្រាប់គ្រប់គ្នាដែរមេចេះតែភ្លៀងមិនព្រមឈប់ខ្យល់កាន់តែត្រជាក់បន្ទាប់ពីហូបអាហាររួចពូសែងឲ្យគ្រប់គ្នាសម្រាកទៅហាមចុះចេញពីខ្ទមពូដេកនៅចាំមាត់ទ្វារមានការអីហៅពូឲ្យលឿនពេលរំលងអត្រាតស្រាប់តែឮសំឡេងល្វើយមកម្ដងទៀតមើលទៅប្រហែលជាធ្មប់មិនដឹងថាពូសែងបានមកជួយក្មេងៗនោះទេសំឡេងស្រែកហៅគ្រប់គ្នាបានឮហើយគ្មានអ្នកណាដេកលក់ទៀតទេសំឡេងយាយចាស់កាន់តែចូលចិត្តមកសំឡេងកាន់តែខិតចិត្តមកសំឡេងស្រែកហៅដោយគួរឲ្យព្រឺក្បិចសំឡេងស្រែកហៅដោយគួរឲ្យព្រឺឆ្អឹងខ្នងពូសែងនៅអង្គុយមុខទ្វារពេលនោះពូសែងបានយករបស់អ្វីមួយចេញពីថង់យាមសូត្រផ្លុំ3ដងរួចក៏បោះចេញទៅក្រៅសំឡេងយាយចាស់បានបន្លឺឡើងអ្នកណាមករំខានយើងរកចំណីពេលនោះពូសែងនៅស្ងៀមមិនបានតបទេយាយចាស់បានមកកាន់តែចិត្តរួចចាប់ផ្ដើមឡើងមកលើខ្ទមគ្រាន់តែយាយចាស់ទាញទ្វារក្រាស់ពូសែងធាក់មួយជើងធ្លាក់ពីលើចណ្ដាលយាយចាស់ស្រែកពូសែងបានឈរនៅមាត់ទ្វាររួចនិយាយថាចេញឲ្យឆាប់អញមិនចង់ចងវាជាមួយយាយឯងទេបើចង់សុកចេញឲ្យឆ្ងាយពេលនោះយាយចាស់ឈរមួយស្របាក់ក៏ដើរចេញទៅគ្រាន់តែយាយចាស់ដើរចេញផុតទៅពូសែងដកដង្ហើមធំពេលនោះក្មេងៗឆ្ងល់ក៏សួរមិនដកដង្ហើមធំចឹងពូសែងយកដៃធ្វើសញ្ញាប្រាប់ថាកុំមាត់ពេលនោះក្មេងៗក៏មិនហ៊ានសួរនាំអីតទៀតដែរពូសែងប្រាប់ថាបានហើយឆាប់ដេកទៅយប់នេះអស់អីហើយពួកគេក៏នាំគ្នាសម្រាកចំណែកពូសែងគាត់បានដេកនៅមាត់ទ្វារចូលដដែលពេលព្រឹកចូលមកដល់ពូសែងបានដាស់គ្រប់គ្នាងើបឡើងអាដែងលឺហើយប្រញាប់ចេញពីព្រៃគ្រប់គ្នាខំងើបមកទាំងមមីមកមើលថ្ងៃរះច្បាស់ណាស់ហើយមិនអាចបង្អង់យូរទៀតទេពួកគេក៏ប្រញាប់ដើរចេញទៅដែលពូសែងជាអ្នកនាំផ្លូវគ្រប់គ្នាសង្កេតមើលព្រោះកាលពីម្សិលមិញមានភ្លៀងធ្លាក់ខ្លាំងណាស់ខ្យល់ក៏ខ្លាំងមានដើមឈើច្រើនណាស់បានដួលនិងបាក់មែកពីពេញព្រៃតែនៅពេលនេះបែរជាដូចជាគ្មានរឿងអីកើតឡើងចឹងពូសែងបានដាស់តឿនបានហើយកុំនៅគិតអីច្រើនពេកតែឲ្យលឿនចេញឲ្យផុតមុនម៉ោង12បើមិនអញ្ចឹងទេយើងក៏មិនអាចធ្វើអីបានដែរពួកគេខំដើរតាមពូសែងរហូតដល់ចេញពីព្រៃក្រុមគ្រួសាររបស់ក្មេងកំឡោះទាំងអស់កំពុងរងចាំដោយអន្ទះសារយាយរបស់ផលគាត់មិនបានមកឈរនៅចាំផលនៅមាត់ព្រៃនោះទេគាត់កំពុងអង្គុយសំកុកចាំចៅដោយក្តីបារម្ភផលគ្រាន់តែទៅដល់ផ្ទះយាយស្ទុះមករកភ្លាមចៅយាយពិតជាភ័យណាស់សំណាងហើយគុណបុណ្យទេវតាជួយដែលឲ្យចៅរួចផុតពីព្រៃនោះមកផលបានរៀបរាប់ពីអ្វីដែលបានកើតឡើងពេលល្ងាចយាយនិងផលបាននាំគ្នាទៅអរគុណពូសែងដល់ផ្ទះគ្រាន់តែជជែកគ្នាបានបន្តិចក្រុមក្មេងកំឡោះផ្សេងទៀតក៏មកដល់ដែរពេលនោះយាយក៏បានលាពូសែងមកផ្ទះមុនពួកគេមកនេះគឺក៏ដើម្បីអរគុណពូសែងដូចគ្នាដែរ
យើងមិនអាចជួយបានទេសំណាងហើយយប់មិញបានរបស់ល្អតាផែនកុំអីយាយធ្មប់នោះមិនដើរចេញទៅទាំងបែបនេះទេពេលនោះជិនសួរចំពូនៅចាញ់យាយធ្មប់នោះទៀតពូសែងឆ្លើយអាដែងហើយពូអត់អាចយកឈ្នះយាយធ្មប់នោះទេសំណាងមុនពេលចេញទៅតាផែនយករបស់ល្អមកឲ្យបើមិនអញ្ចឹងទេមិនដឹងទៅជាយ៉ាងណាទេពួកគេបានជជែកគ្នាមួយសន្ទុះធំរួចក៏លាពូសែងត្រឡប់ទៅផ្ទះវិញពេលយប់មកដល់ផលបានសុបិនឃើញឪពុកម្ដាយដែលពួកគាត់បានប្រាប់ថាកូនកុំចូលព្រៃនេះទៀតពុកម៉ែមិនចង់ឲ្យកូនមានគ្រោះថ្នាក់ទេពេលឃើញឪពុកម្ដាយផលខំស្រែកហៅរហូតដល់យាយមកដាស់ផលចៅកើតអីផលយំហើយប្រាប់យាយថាមុននេះយល់សពឃើញម៉ែនិងពុកខ្ញុំគិតថាពួកគាត់នឹងមានជីវិតយាយបានតបយាយក៏គិតអញ្ចឹងដែរតែយាយមិនដឹងថាហេតុអីបានពុកម៉ែចៅមិនព្រមមកផ្ទះបើពួកគេមានបញ្ហាអីឬក៏ត្រូវព្រៃនាំទៅកាន់ព្រៃអាថ័ន្តហើយមិនអាចត្រឡប់មកវិញផលនិយាយថាយាយនៅលើលោកនេះមានព្រៃអាថ័ន្តមែនយាយមានចៅតែគ្មានអ្នកណាដឹងទេថាវានៅទីណាព្រោះអ្នកដែលចូលទៅមិនមានអ្នកណាអាចត្រឡប់មកវិញទេបានហើយចៅកុំគិតអីច្រើនឆាប់សម្រាកទៅផលក៏សំងំដេកបន្តយាយមិនទាន់ចូលសម្រាប់ភ្លាមទេគឺគាត់នៅអង្គុយក្បែរផលរហូតផលដេកលក់ទៅគាត់ចេញទៅកន្លែងសម្រាករបស់គាត់វិញគ្រប់គ្នាព្រមទាំងផលមិនមានអ្នកណាម្នាក់ហ៊ានចូលព្រៃហាមឃាត់នោះទៀតទេព្រឹកស្អែកពួកគេក៏នាំគ្នាចូលព្រៃម្ដងទៀតតែជាព្រៃដែលមានសុវត្ថិភាពពួកគេទៅគឺមិនដេកយប់ទេទៅពេលព្រឹកមកវិញពេលល្ងាចទោះបីទៅរកថ្នាំនិងផ្លែឈើមិនបានច្រើនមែនតែក៏រកបានមួយល្មមដែលអាចយកមកដោះដូរបានពេលនេះពួកគេក៏នាំគ្នាចូលព្រៃពួកគេដើរជាក្រុមពេលនោះកំពុងតែបេះថ្នាំនុកបានឃើញក្រុមផ្សេងទៀតដែលមកបេះថ្នាំដែរពេលនោះនុកបានចាប់អារម្មណ៍ឃើញមាននារីស្អាតម្នាក់ដែលដើរបេះថ្នាំរៀងឆ្ងាយពីគេនុកមើលឡើងភ្លឹកព្រោះនាងស្អាតដាច់គេបើប្រៀបធៀបនារីក្រមុំនៅក្នុងភូមិខ្លួនពេលនោះផលមកកេះអេកើតស្អីនឹងនុកបូនមាត់ប្រាប់ផលនោះផលចេះតែសួរនោះនឹងអីគេនុកប្រាប់ថាស្រីស្អាតផលខំរកមើលតែមិនឃើញស្រីស្អាតណាដោយដែលនុកប្រាប់នោះទេបន្ទាប់ពីងាកទៅមើលផលគ្រាន់តែងាកមកវិញស្រាប់តែស្រីស្អាតក៏បាត់ភ្លាមតាណាបាត់លឿនម៉េចផលសោចកណ្ដាលព្រៃណាមានស្រីស្អាតបានហើយតោះបើឲ្យលឿនจะដល់ម៉ោងចេញទៅវិញហើយនិយាយពីជីនកននិងសាន់ពួកគេក៏បានជួបស្រីស្អាតនោះដែរមានតែផលប៉ុណ្ណោះដែលមិនបានឃើញពួកគេក៏នាំគ្នាចេញពីព្រៃនោះមកចេញផុតពួកគេក៏នាំគ្នានិយាយពីស្រីស្អាតដែលបានជួបនៅក្នុងព្រៃពួកគេឆ្ងល់កូនស្រីអ្នកណាចេះតែបដ ாய் ឲ្យចូលព្រៃមិនខ្លាចគប់មានបញ្ហាអីសោះពេលនោះជីនបាននិយាយឃើញក្រុមគេមានសុទ្ធតែប្រុសឃើញមានស្រីតែម្នាក់នឹងមួយប្រហែលគេទៅលក្ខណៈបងប្អូនអីដឹងមិនចឹងទេមានពុកម៉ែណាហ៊ានបដ ாய் ឲ្យកូនស្អាតម្លឹងចូលព្រៃតែឯងផលនៅតែឆ្ងល់ព្រោះខ្លួនមិនបានឃើញមានតែមិត្តភក្តិខ្លួនដែលបានឃើញដូចជាចម្លែកដល់ហើយនិយាយបានបន្តិចពួកគេក៏ចែកផ្លូវគ្នាទៅផ្ទះរៀងខ្លួនពេលទៅដល់ផ្ទះផលបានយករឿងដែលបានជួបនៅក្នុងព្រៃយាយប្រាប់ថាចៅយាយគិតថានៅព្រៃនោះប្រហែលជាមានរឿងអីទៀតហើយព្រោះគ្មានអ្នកណាឲ្យកូនស្រីដែលមានសម្រស់ស្អាតចូលទៅក្នុងព្រៃទេចៅកុំប្រហែសឲ្យសោះកុំទុកចិត្តអ្នកណាពេកផលយល់ពីអីដែលយាយប្រាប់2ថ្ងៃក្រោយពួកគេក៏ចូលព្រៃម្ដងទៀតពេលនោះផលដើរជាមួយជីនកំពុងតែឈ្ងោកបេះថ្នាំជីនប្រាប់ថាគ្នាទៅនឹងមួយផ្លែតផលក៏មិនបានសួររវល់តែឈ្ងោកបេះត្រាប់តែបាត់ជីនឆឹងផលគិតថាប្រហែលជីនទៅនោមបានជាមិនឃើញនៅក្បែរនោះតែក៏មិនបានខ្វាយខ្វល់អីដែរដល់ពេលជួបជុំគ្នាមុនពេលចេញពីព្រៃស្រាប់តែបាត់ជីនអ្នកផ្សេងទៅសួរផលជីននៅណាតែផលឆ្លើយថាអត់ដឹងទេវាប្រាប់ថាទៅនោះមួយផ្លែតក៏បាត់ឆឹងពួកគេចាប់ផ្ដើមភ័យព្រោះរកជីនមិនឃើញពួកគេពិភាក្សាគ្នាគួរដើរតាមរកជីនឬប្រញាប់ទៅផ្ទះដើម្បីឲ្យគេមកជួយផលប្រាប់ថាយកល្អគួរតែទៅរកគេឲ្យជួយពួកយើងមិនអាចតាមរកទាំងបែបនេះបានទេបន្ទាប់ពីពិភាក្សាគ្នារួចក៏ស្រោតចេញពីព្រៃនាំដំណឹងនេះទៅប្រាប់អ្នកភូមិពូសែងកំពុងតែនៅអង្គុយលេងផ្ទះផលល្មមគ្រាន់តែទៅដល់ពួកគេបានយកដំណឹងនេះទៅប្រាប់ពូសែងបាននាំអ្នកភូមិ5នាក់ចូលទៅព្រៃតាមរកជីនចំណែកក្រុមរបស់ផលកំពុងអង្គុយរងចាំដោយអន្ទះសារខ្លាចជីនមានរឿងអីប្រហែលម៉ោង9យប់ពូសែងនិងអ្នកភូមិបានត្រឡប់មកវិញដោយនាំទាំងជីនមកជាមួយផងពេលនោះជីនបានស្លាប់បាត់ទៅហើយព
ពូសែងបានយកជីនទៅដល់ផ្ទះឪពុកម្ដាយជីនកំពុងរងចាំហើយសួរលោកគ្រូកូនខ្ញុំកើតអីហើយទៅរកឃើញនឹងម្ដុំណាពូសែងបានប្រាប់ថានៅក្បែរទឹកជ្រោះភាគច្រើនអ្នកដែលចូលទៅគឺមិនដែលទៅដល់ជ្រោះនោះទេព្រោះវាជាកន្លែងគ្រោះថ្នាក់ហើយក៏អរគុណពូសែងបានធ្វើទឹកមន្តប្រោះទៅលើជីនបន្តិចក្រោយមកជីនក៏ដឹងខ្លួននៅពេលគេសួរនាំជីនមិនបានចងចាំអីនោះទេថាមានរឿងអីកើតឡើងចំពោះខ្លួនពូសែងប្រាប់ថាគេធ្វើអីវាអត់បានដោយសារតែវាពាក់ខ្សែកសំណាមានខ្សែកនេះជួយកុំអីដឹងតែមិនរស់ហើយបើមើលទៅប្រហែលគេចង់យកវាឆ្លងទៅកាន់ផ្នែកម្ខាងទៀតនៃជ្រោះគ្រប់គ្នាក៏ពិគ្រោះគ្នាឥឡូវគិតយ៉ាងម៉េចបើនៅព្រៃនេះក៏មានបញ្ហាដែរគ្រប់គ្នាបានគិតថាបើយើងមិនទៅរកទេច្បាស់ណាស់ជីវភាពប្រកាសជាលំបាកហើយមានតែនាំគ្នាដើរជាក្រុមនឹងមានរបស់ល្អតាមខ្លួនទៅបានហើយគ្រប់គ្នាភ័យខ្លាចតែគ្មានជំរើសនោះទេពីថ្ងៃក្រោយពួកគេក៏ត្រូវនាំគ្នាចូលព្រៃដោយធម្មតាប៉ុន្តែគ្មានអ្នកណាម្នាក់បានដឹងពីរឿងនារីស្រស់ស្អាតនៅក្នុងព្រៃទេថ្ងៃនេះពេលពួកគេចូលព្រៃគឺមិនមានរឿងអីកើតឡើងឡើយពេលល្ងាចក៏ត្រឡប់មកវិញធម្មតាចំណែកពូសែងបានយករឿងនេះទៅពិភាក្សាជាមួយតាផែនបាននិយាយថាដល់ពេលហើយដែលយើងត្រូវតែកម្ចាត់ពួកគេបើមិនអញ្ចឹងទេគ្មានអ្នកណាអាចដើរចូលព្រៃបានទេពូសែងសួរបន្តយើងត្រូវធ្វើយ៉ាងម៉េចលោកគ្រូមានតែចូលទៅកម្ចាត់ពួកវាតែមិនទាន់ដល់ថ្ងៃល្អទេពេលដល់ថ្ងៃល្អគ្រូនឹងប្រាប់តែមួយរយៈនេះមានតែបណ្ដោយទៅតាមវាសនាសិនទៅចុះពេលវេលាចូលព្រៃបានមកដល់ទៀតហើយពួកគេបាននាំគ្នាចូលទៅតែជីនមិនទាន់ទៅនៅទេព្រោះគេនៅអស់កម្លាំងនៅឡើយមុនពេលចេញទៅយាយបានឲ្យខ្សែដៃមួយឲ្យផលយាយប្រាប់ថាហុចដៃមកនេះអាចារ្យហុចដៃមកនេះចៅយាយចងខ្សែដៃឲ្យមិនដឹងថាខ្សែនោះជាខ្សែអីនោះទេគ្រាន់តែយាយចងឲ្យរួចផលគ្រប់បញ្ញាប់ចេញទៅគ្រប់គ្នាមិនហ៊ានដើរបែកគ្នាទេដើរបេះថ្នាំទាំងអស់គ្នារំពេចនោះនឹកប្រាប់គ្នាដោយក្រហមខ្លាំងគ្រប់គ្នាក៏ងាកមុខមកនឹកចង្អុលប្រាប់ម្នាក់ស្រីស្អាតនោះមកបេះថ្នាំដែរឃើញអត់គ្រប់គ្នាក៏លេខទៅតាមការប្រាប់របស់នុកតែផលមិនបានងាកទៅមើលទេព្រោះចាំពាក្យយាយដែលប្រាប់ថារំពេចនោះព្រោះចាំពាក្យយាយដែលបានប្រាប់រំពេចនោះផលចង់បិទជើងតូចក៏ប្រាប់គ្នាទៅនោមមកផ្លែតសិនផលក៏ដើរចេញទៅគ្រប់គ្នាមិនបានតបគ្រប់គ្នាមិនបានតាមមើលនោះទេពេលផលដើរទៅនោមដោយផលដើរទៅរៀងឆ្ងាយពីគ្នាពេលនោមរួចញាក់ខ្លួនចង់ដើរទៅរកក្រុមខ្លួនស្រាប់តែឮសំឡេងស្រីម្នាក់ហៅបងជួយជូនខ្ញុំទៅរកក្រុមខ្ញុំបានឬអត់ព្រោះមុននេះរវល់តែបេះថ្នាំគ្នាក៏ដើរទៅមុនជួយជូនទៅផងព្រោះកន្លែងដែលក្រុមខ្លួនត្រូវជួបជុំគ្នានៅខាងមុខនោះឯងមិនជាឆ្ងាយណាស់ណាទេផលមិនបានតបអីទាំងអស់ផលដឹងហើយថានារីម្នាក់នេះប្រហែលជាស្រីស្អាតដែលមិត្តភក្តិខ្លួននិយាយនោះហើយផលសញ្ជឹងគិតឡើងយូរស្រីស្អាតរូបនោះក៏សួរបងខ្លាចអីមែនគ្រាន់តែផលងាកមើលភ្នែកចំស្រាប់តែផលដាច់ពោះត្រឹមនេះតែម្ដងនិយាយពីក្រុមមិត្តភក្តិដែលមកជាមួយនៅពេលដែលបាត់ផលក៏នាំគ្នាតាមរកដោយនាំគ្នាស្រែកវេវោតែមិនបានហៅឈ្មោះនោះទេដល់រកអស់ចិត្តពួកគេដឹងថាប្រហែលដូចជាជីងថ្ងៃមុនអញ្ចឹងពួកគេក៏ប្រញាប់យកដំណឹងនេះទៅប្រាប់អ្នកភូមិជាពិសេសគឺយាយរបស់ផលបន្ទាប់ពីដឹងរឿងយាយមិនបាននិយាយអ្វីទាំងអស់បានត្រឹមនៅអង្គុយសង្កត់មិនមាត់មិនកគ្រប់គ្នាបានត្រឹមនិយាយលួងលោមថាមិនអីទេពេលគេទៅតាមរកប្រកាសជាជួបដូចជានកអន្ខានប៉ុន្តែនៅពេលពូសែងមកដល់ពូសែងបានប្រាប់ថាយើងមិនអាចទៅរកផលទាំងយប់បែបនេះបានទេព្រោះគេបាននាំផលទៅឆ្ងាយហើយដើម្បីអាចរកផលឃើញចាប់ពីស្អែកទៅមិនឲ្យលើសមួយអាទិត្យទេមិនអញ្ចឹងទេបានន័យថានឹងមិនអាចរកផលឃើញទេហើយផលក៏លែងមានជីវិតទៀតដែរគ្រប់គ្នាអាណិតគ្រប់គ្នាជាពិសេសយាយឪពុកម្ដាយរបស់ផលបាត់ទៅយូរហើយឥឡូវផលក៏មានបញ្ហាទៀតយាយពិតជាពិបាកចិត្តណាស់ទៅហើយយាយនិយាយថាចៅគាត់ប្រកាសជាមកវិញគ្រប់គ្នាបានត្រឹមសម្លឹងមើលយាយដោយក្តីអាណិតអ្នកភូមិបានជជែកគ្នាសម្រាប់ការចេញដំណើរពេលព្រឹកដើម្បីចេញទៅរកផលពេលនោះមិត្តភក្តិរបស់ផលចង់ទៅជាមួយដែរតែពូសែងបានហាមការទៅលើកនេះមានគ្រោះថ្នាក់ណាស់មិនដូចពេលដែលទៅរកជីននោះទេអញ្ចឹងយកពេលនៅជួយមើលថែយាយទៅកុំឲ្យគាត់នៅតែម្នាក់ឯង
ទៅម្ដងនេះតាផែនក៏ទៅជាមួយដែរសរុបទាំងអស់មានគ្នា5នាក់អ្នកភូមិ3នាក់ទៀតដែលជាអ្នកថ្នាក់ក្នុងការដើរព្រៃនិងពេញកម្លាំងព្រមទាំងមុនវិជាគ្រាន់បើជាងគេពេលព្រឹកបានមកដល់ពួកគេក៏ចេញដំណើរសម្ដៅចូលទៅក្នុងព្រៃដែលជាកន្លែងដែលគេហាមឃាត់តាមពិតផលត្រូវបានកូនស្រីដែលធ្មប់យកទៅកាលពីច្រើនឆ្នាំមុនហើយបានបង្រៀនវិជាធ្មប់ដល់នាងនិយាយពីផលនៅពេលដែលស្រីស្អាតនាំទៅដំបងនាងចង់យកទៅឲ្យយាយរបស់នាងប៉ុន្តែនាងក៏ដូរចិត្តដោយសារបន្ទាប់ពីសណ្ដំឲ្យផលដើរតាមនាងចេញពីក្រុមមិត្តភ័ក្តិនាងក៏លែងសណ្ដំហើយធ្វើដូចជាខ្លួនដើរវង្វេងទៅវិញបន្ទាប់ពីផលដឹងខ្លួនផលក៏សួរយើងដើរដល់ណាហើយនាងប្រាប់ថានាងក៏មិនដឹងដែរនាងភ័យណាស់សូមកុំទុកនាងចោលអីដោយសារផលជាសុភាពបុរសមិនចេះញ៉ែញងធ្វើឲ្យនាងមានការឆ្ងល់ជាខ្លាំងដោយសារតែយាយរបស់នាងបានប្រាប់ថារាល់មនុស្សប្រុសទាំងអស់សុទ្ធតែជាមនុស្សអាក្រក់ប៉ុន្តែនៅពេលមកជួបផលបែរជាខុសស្រឡះទើបនាងចង់បដូរចិត្តនាងចេះតែនាំផលដើររហូតពេលដើរទៅដល់ទឹកជ្រោះនាងក៏ចុះងូតទឹកចំណែកផលវិញគឺមិនហ៊ានមើលគេចុះងូតទឹកទេសុកចិត្តងាកមុខចេញស្រីស្អាតរត់តែឆ្ងល់ទៀតហើយហេតុអីបុរសម្នាក់នោះមិនដូចប្រុសផ្សេងអញ្ចឹងដោយដឹងថាខ្លួនមិនអាចចេញពីព្រៃបានផលបានរកចំណីអាហារព្រោះពេលកាន់តែរសៀលទៅហើយដោយសារមិនអាចសម្រាកនៅក្រោមបានផលបានសង់ថ្នាក់ដែលអាចសម្រាប់គ្នា2នាក់បានមើលទៅផលពិតជាយកចិត្តទុកដាក់ជាមួយនឹងស្រីស្អាតណាស់ចំណែកស្រីស្អាតវិញបែរជាមកលងស្រឡាញ់ផលទៅវិញទោះបីជានាងធំធាត់ឡើងដោយធ្មប់ជាអ្នកចិញ្ចឹមតែនាងជាមនុស្សដែលមានសន្តានចិត្តល្អហើយអាគមធ្មប់ក៏មិនទាន់មកគ្រប់គ្រងនាងបាននៅឡើយស្រីស្អាតមិនបានដេកទេដេកសម្លឹងមើលមុខផលមិនដាក់ភ្នែកឡើយដោយសារជពេញបរមីក៏អាចមើលឃើញមុខគ្នាបានខ្លះចំណែកផលដេកមិនលក់បើភ្នែកមកមើលឃើញតែស្រីស្អាតកំពុងតែមើលមកខ្លួនក៏សួរមានការអីមែនសំងំដេកទៅព្រឹកស្អែកត្រូវរកផ្លូវត្រឡប់ទៅផ្ទះវិញស្រីស្អាតក៏ចាប់ផ្ដើមគិតតើខ្លួនគួរដោះស្រាយជាមួយនឹងយាយយ៉ាងម៉េចព្រោះខ្លួនមិនអាចចេះតែនាំបុរសម្នាក់នេះដើររហូតនោះទេដោយសារស្រីស្អាតលងស្រឡាញ់ផលខ្លាំងនាងគិតហើយថានាងនឹងនាំផលចូលទៅក្នុងព្រៃអាថ័ន្តដោយរស់នៅទីនោះមិនចេញពីព្រៃវិញទេនាងគិតរួចក៏សម្ងំដេកទៅពេលព្រឹកបានមកដល់ស្រីស្អាតមានបំណងនាំផលចូលទៅក្នុងព្រៃអាថ័ន្តផលបានសួរហេតុអីមិនដើរផ្លូវនោះមិនមកដើរផ្លូវនេះវិញស្រីស្អាតក៏ហៅថាខ្ញុំថាផ្លូវនេះត្រូវហើយបងដើរមកតាមខ្ញុំមកពីមុនខ្ញុំក៏ធ្លាប់បានមកម្ដងមុនពេលចូលទៅព្រៃអាថ័ន្តស្រីស្អាតបានដឹងថាយាយរបស់ខ្លួនតាមមកអញ្ចឹងខ្លួនមិនអាចបង្អង់យូរបានទេនាងបានសណ្ដំទៅកាន់ផលរួចក៏នាំផលចូលទៅគ្រាន់តែចូលទៅបាត់មួយសន្ទុះយាយធ្មប់ក៏ចូលមកដល់យាយធ្មប់មិនអាចចូលទៅក្នុងព្រៃអាថ័ន្តបានទេម្យ៉ាងទៀតនៅពេលដែលចៅស្រីដែលជាស្រីស្អាតចូលទៅដល់ព្រៃអាថ័ន្តយាយធ្មប់ក៏មិនអាចចាប់តម្រុយចៅស្រីបានទៀតគ្រាន់តែសង្ស័យថាចៅប្រហែលជាចូលទៅព្រៃអាថ័ន្តតែមិនអាចចូលទៅតាមបានបើនិយាយពីក្រុមពូសែងដែលតាមមករកផលគាត់ដើរដោយគ្មានសម្រាប់គាត់តាមរកផលតាមរយៈខ្សែដៃដែលយាយពាក់ឲ្យផលហើយពូសែងនិងតាផែនក៏បានដឹងដែរថាផលបានចូលទៅក្នុងព្រៃអាថ័ន្តទៅហើយសំខាន់ដើម្បីដើរទៅកាន់ព្រៃអាថ័ន្តបានត្រូវឆ្លងកាត់យាយធ្មប់សិនដូចនេះហើយទើបតាផែនមកជាមួយព្រោះមានតែតាផែនម្នាក់គត់ដែលអាចកម្ចាត់យាយធ្មប់បានបើទោះជាយាយធ្មប់ជាអតីតប្រពន្ធរបស់គាត់មែនតែតាផែនមិនអាចបណ្ដេតបណ្ដោយទៀតនោះទេព្រោះគាត់នឹងមិនឲ្យអ្នកភូមិរស់នៅបានសុខទេម្យ៉ាងទៀតទាន់គាត់មិនទាន់ផ្ទេរធ្មប់ទៅឲ្យចៅស្រីបានសម្រេចពួកគេចេះតែធ្វើដំណើរពេលយប់ក៏មកដល់ពួកគេបានរៀបចំសង់ថ្នាក់ដើម្បីសម្រាកកំពុងតែរកមើលដើមឈើក៏ឃើញថាមានថ្នាក់មួយទើបតែសាំងថ្មីពេលនោះតាផែនដឹងភ្លាមថាគឺជាថ្នាក់របស់ផលនៅមានជីវិតនៅឡើយពួកគេក៏នាំគ្នាសម្រាកនិយាយពីយាយធ្មប់គាត់បានបាត់ចៅស្រីចំណែកចំណីក៏មិនបានគាត់ពិតជាខឹងខ្លាំងណាស់